រឿងក្លាបណាភាគទី2ចាប់ដល់bây giờបានទស្សនាភាគទី1ហើយភាគទី2បន្តនេះយើងឃើញថាទូប្រុសរបស់យើងក៏ចាប់ផ្ដើមបានជួបជាមួយទូស្រីហើយប៉ុន្តែដែលសំខាន់ពេលដែលគាត់ជួបគ្នាហ្នឹងគឺជួបគ្នាក្នុងទម្រង់ឆ្លោះគ្នាទៅដល់គ្នាអញ្ចឹងបានថាគាត់ជួបគ្នាមកគឺទៅគ្នាបណ្ដោយតែសំខាន់ក្នុងរឿងនេះផងដែរទូប្រុសទូស្រីរបស់យើងទៅតែតួដែលគួរចាប់អារម្មណ៍តាមតែជាពិសេសគឺទូស្រីរបស់យើងគឺជីត្រង់ដែលនិយាយទៅរឿងណាដែលគាត់សម្ដែងចេញមកគឺក្បិតក្មាំលក្ខណៈថាមិនមែនជាការសម្ដែងតែវាជាចរិតរៀលរបស់គាត់បែបហ្នឹងផងដែរអញ្ចឹងណាហើយមកលេងជាមួយនឹងបានអ្នកបដានេះទៀតគាត់តែសំខាន់មែនតើហើយទូប្រុសរបស់យើងរត់តែសំទាំងអស់គ្នាដែលថាតែគាត់ប្រកែកក្នុងការតទំនុកឆ្លោះជាមួយទូស្រីអញ្ចឹងណាសំខាន់តួពីរនាក់ហ្នឹងគឺគាត់ត្រូវតែជួបគ្នារហូតពេលដែលក្នុងសាច់រឿងហ្នឹងផងដែរគឺជួបគ្នាអត់ឈប់មិនតែក៏មានវាខ្លះវាអាចថាធ្វើឲ្យយើងចាប់អារម្មណ៍ដែរតែមានវាស្វីតមានវាឆ្លោះគ្នាអញ្ចឹងទៅអូខេអ្នកខ្ញុំអញ្ចឹងនៅក្នុងភាគហ្នឹងយើងឃើញថាទូប្រុសគាត់បានទៅនៅខាងជាមួយនឹងទូស្រីដែលថាតែគាត់មកពីស្រុកខាងក្រៅហើយគាត់ក៏ជាចំណូលថ្មីនៅក្នុងស្រុករបស់ទូស្រីផងដែរអញ្ចឹងចាំមើលភាគហ្នឹងថាតើទូស្រីគាត់នឹងធ្វើមកទូប្រុសរបស់យើងបែបម៉េចទៅដែលថាតែគាត់អត់ជួយទូប្រុសបានតិចហ្មងគាត់តែជួបគ្នាមកគឺឆែកដុំប្រោយអញ្ចឹងអ្នកគ្នាចាំតាមនៅក្នុងប៉ុស្តិ៍បាយ័ន TV ផងណាភាគបន្ទាប់គឺកាន់តែល្អមើលបាយបាយអ្នកគ្នា